ហើយបថុជននេះអ្នកណាក៏មានវិបត្តិដែរផ្លូវចិត្តហ្នឹងប៉ុន្តែយើងវិបត្តិហ្នឹងទីទៅទល់ដល់ដេកពិបាកចិត្តទល់តែដេកលក់ទល់តែវាចង់ស្លាប់ខ្លួនបានហៅថាវិបត្តិផ្លូវចិត្តប៉ុន្តែពិតរាល់បថុជនសិនមានវិបត្តិផ្លូវចិត្តទាំងអស់ប៉ុន្តែអត់ដឹងអាសបាយហ្នឹងក៏វិបត្តិដែរអាពិបាកចិត្តហ្នឹងក៏វិបត្តិដែរអាខឹងច្រើនហ្នឹងក៏វិបត្តិដែរអាជេរបចោហ្នឹងកំពុងតែវិបត្តិដែរបើមនុស្សមិនវិបត្តិផ្លូវចិត្តទេទៅជេរគេកើតប្រកាសទៅចេញពាក្យសម្ដីល្អបានហើយស្រែកមុខជេរឡើងក៏ហមងាំងអត់វិបត្តិមិននិយាយសរុបមកឲ្យតែអកុសលចិត្តកើតជាវិបត្តិផ្លូវចិត្តហើយប៉ុន្តែយើងវាទល់តែសង្គ្រោះលែងចង់បានហើយវាទល់តែដេកលែងលក់វាទល់តែចិត្តងាប់អីបានហៅថាវិបត្តិតាមពិតមេរោគចិត្តហ្នឹងកើតពេលអកុសលចិត្តកើតហ្នឹងចឹងហើយបានជាការពិចារណារកនៅសភាវៈក្នុងជីវិតបច្ចុប្បន្នដែលហៅថាសតិប្បដ្ឋានបដិបត្តិរលឹកធម៌ធម្មតាហ្នឹងជារឿងគួរធ្វើរឿយៗតាំងពីមេរោគហ្នឹងវានៅតិចកុំឲ្យចិត្តហ្នឹងវាទៅជាហៅថាបាក់ទឹកចិត្តទៅពិបាកអញ្ចឹងបានប្រហែលថ្ងៃនេះមានអ្នកមានបញ្ហាផ្លូវចិត្តច្រើនជាងការខ្លួនឯងជាងការជាម្ដាយជាអីកូនកើតជំងឺចឹងហើយតាកតងមកអាត្មាច្រើនណាស់ហើយមែនតើអាត្មាម្នាក់ឯងហ្នឹងវាដោះស្រាយមិនអស់ណាឥឡូវច្រើនឡើងវាមិនមែនទឹមច្រើនឥឡូវច្រើនតាំងពីយូរប៉ុន្តែតើគាត់ស្ដាប់ទៅគាត់ដឹងតែធននឹងជួយបានច្រើនហ្នឹងមិនគាត់ចេះថាតាកតងមកប៉ុន្តែវាមិនស្រួលសម្រាប់ការបញ្យល់ទេមិនមែនទេព្រោះអីព្រោះបាក់ហើយខ្លះបាក់10ឆ្នាំទៅហើយមនុស្សឡើងចង់មាត់ចង់កអស់ទៅហើយបានយកមកឲ្យវាពិបាកដែរណាអញ្ចឹងបានស្មាចេះតែលើកទឹកចិត្តឲ្យអ្នកទាំងអស់ណាកុំចោលអាមេរៀនមួយហ្នឹងអាមេរៀនជីវិតហ្នឹងព្រោះជីវិតយើងដូចដើរនៅលើខ្សែពួរអញ្ចឹងត្រូវធ្លាក់ត្រូវបាក់ថ្ងៃណាមួយដែលពិបាកស្រោចស្រង់មែនទេណាជំងឺផ្លូវកាយនេះចាក់តាមស្ពឹកអីបានអាជំងឺផ្លូវចិត្តនេះពិបាកណាអញ្ចឹងកុំចោលកុំបោះបង់ខ្លួនឯងចោលកុំថ្មមិនដឹងនិយាយមិនឲ្យអ្នកទាំងអស់គ្នាឃើញថាមេរៀនពធហ្នឹងជាមេរៀនជីវិតរបស់ខ្លួនឯងហ្នឹងមិនមែនមេរៀនរបស់ពុទ្ធសាសនាមិនមេរៀនរៀនទៅជួយឧបត្ថម្ភពុទ្ធសាសនាកុំនិយាយរឿងហ្នឹងនិយាយរឿងជួយខ្លួនយើងសិនហ្នឹងហើយមើលដូចសង្វេគដូចរឿងឪពុកសម្លាប់កូនស្រី3នាក់ហើយសម្លាប់ខ្លួនឯងទៀតមើលប្រពន្ធឃើញវីដេអូមកឃើញដូចខូចសតិបាត់ហើយមិនទៅបន្ទោសគាត់អីមិនទេមិនដែលគិតមនុស្សអត់ដែលគិតសោះស្រាប់មកជួបអញ្ចឹងពឹងសួរថាយើងរាល់ថ្ងៃមានអីធានារ៉ាប់រង